កើតក្នុងត្រកូលខ្ពង់ខ្ពស់មានពូជពងល្អមិនមែនជាការធានាថាមនុស្សម្នាក់នោះជាមនុស្សល្អនោះទេបើចរិតខាងក្នុងប្រកបដោយកលល្បិចនិងការឆបោកមនុស្សប្រុសខ្លះមានទាំងប្រពន្ធមានទាំងកូនមានទាំងកិត្តិយសគ្រួសារប៉ុន្តែបែរជាមិនស្គាល់តម្លៃនៃសេចក្តីថ្លៃថ្នូរដើរខ្ចីលុយគេខ្លែងបន្លំឯកសារឆបោកទំនុកចិត្តរបស់អ្នកដទៃដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនមនុស្សដែលគេឲ្យខ្ចីលុយមិនមែនមកពីគេល្ងងទេគឺមកពីគេទុកចិត្តគេអាណិតនិងគេឲ្យតម្លៃលើពូជពងនិងមុខមាត់របស់អ្នកប៉ុន្តែពេលដែលអ្នកជ្រើសរើសការបន្លំបោកប្រាស់អ្នកមិនត្រឹមតែបំផ្លាញទំនុកចិត្តគេនោះទេគឺអ្នកកំពុងតែជន់ឈ្លីកិត្តិយសឪពុកម្ដាយនិងយកភក់ទៅបាចលើមុខប្រពន្ធកូនខ្លួនឯងអ្នកអាចបោកគេបានមួយគ្រាអ្នកអាចរត់គេចពីបំណុលបានមួយកំឡុងពេលប៉ុន្តែអ្នកមិនអាចរត់រួចពីច្បាប់កម្មផលនិងច្បាប់នៃពិន័យសង្គមបានឡើយចូលចាំថាលុយដែលបានមកពីការបោកប្រាស់គេមិនដែលនាំមកនូវសេចក្តីសុខពិតប្រាកដទេហើយកិត្តិយសដែលបាត់បង់ទៅទោះមានលុយវ៉ាលៀនក៏មិនអាចទិញត្រឡប់មកវិញបានដែរឈប់យកកិត្តិយសគ្រួសារទៅដោះដូរនឹងអំពើថោកទាបទៀតទៅ